សូមស្វាគមន៍មកកាន់សរិនភូមិព្រែកថ្លឹងគំរូដីឡូលំនៅឋានសហគមន៍អេកូបៃតងជាមួយនឹងការរៀបចំប្លង់មីរួមមានសួនច្បារប្រព័ន្ធទឹកភ្លើងខ្សែកាបក្រោមដីភាពដាច់គ្នារវាងបណ្ដាញលូទឹកភ្លៀងនិងទឹកស្អុយសមស្របជាមួយបរិបទនៃការរស់នៅនាពេលបច្ចុប្បន្ននិងអនាគតសុរិនភូមិលំនៅឋានសហគមន៍អេកូបៃតងការអប់រំអំពីការប្រឆាំងអំពើពុករលួយយើងឃើញថារាជរដ្ឋាភិបាលលោកក៏ធ្វើអង្គភាពប្រឆាំងពុករលួយដែលជាស្ថាប័នមួយឯករាជ្យក៏បានធ្វើហើយក្រសួងស្ថាប័នផ្សេងនីតិបញ្ញត្តិរដ្ឋសភាព្រឹទ្ធសភាក៏ធ្វើសង្គមស៊ីវិលក៏ធ្វើអ្នកសារព័ត៌មានក៏បានធ្វើការអប់រំដែលយើងបានធ្វើកន្លងមកគឺជាការអប់រំដោយមជ្ឈបាយមហាជននិងការអប់រំដោយអង្គភាពខ្លួនឯងផ្ទាល់ការអប់រំដែលធ្វើដោយអង្គភាពយើងផ្ទាល់គឺជាការអប់រំត្រង់ទីតូចជាងប្រមូលបានមនុស្សតិចជាងទេ50នាក់100នាក់200នាក់300នាក់បូកទៅមួយឆ្នាំបាន10000បាន20000នាក់ប៉ុន្តែការអប់រំដោយមជ្ឈបាយផ្ទាល់របស់អង្គភាពចាំងពុករលួយនេះពិតមែនតែមិនមានទំហំធំប៉ុន្តែមានគោលដៅជាក់លាក់មានកម្មវត្ថុជាក់លាក់ធ្វើឲ្យផ្សារភ្ជាប់រវាងច្បាប់និងអ្វីជាក់ស្ដែងនៅទីកន្លែងនោះយើងយកពាក្យប្តឹងខ្លះដែលពាក់ព័ន្ធនៅស្ថាប័ននោះពាក់ព័ន្ធនៅមូលដ្ឋាននោះយកមកឆ្លុះបញ្ចាំងយកមកឲ្យគាត់ភាសាដើម្បីទាំងអស់គ្នាមើលឃើញថាអ្វីដែលត្រូវលះបង់ចោលនៅទម្លាប់មិនត្រឹមត្រូវពីមុនអ្វីដែលត្រូវឈោងចាប់យកការអនុម័តរបស់ច្បាប់រៀងថ្មីនេះឯងដែរអញ្ចឹងយុវជននៅឆ្នាំទី3ដែលប្រឡងចេញបាក់ឌុបដោយជោគជ័យនេះសិតតែបានឆ្លងកាត់នៅមេរៀនប្រឆាំងអំពើពុករលួយទាំងអស់គ្នាឯងអញ្ចឹងមេរៀនប្រឆាំងអំពើពុករលួយយើងបានដាក់តថ្នាក់ទី12ថ្នាក់11ថ្នាក់ទី10ហើយយើងក៏បានសម្រេចដល់ជោគជ័យដែរដាក់នៅថ្នាក់ទី9ទី8ទី7ឆ្នាំនេះសូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបដែរថាថ្នាក់បឋមសិក្សាទី6ទី5ទី4យើងក៏នឹងដាក់ទៅទៀតដែរដូច្នេះនេះជាមូលដ្ឋាននៅពេលដែលអ្នកអស់នេះចេញពីបាក់ឌុបចេញពីមធ្យមសិក្សានឹងមានមូលដ្ឋានខ្លះគេយល់ស្អីដែលគេត្រូវស្រឡាញ់ស្អីដែលគេត្រូវស្អប់អំពើអីដែលគេត្រូវស្អប់អំពើអីដែលគេស្រឡាញ់ចេញពីប្រឡូកទូចមកដែលអានឹងថ្ងៃក្រោយអាចផ្លែផ្កាទៅជាការប្រឆាំងអំពើពុករលួយឬជាផ្លែផ្កាប្រព្រឹត្តអំពើពុករលួយអានឹងគឺចាប់ផ្ដើមពីប្រឡូកនឹងឯងមេរៀនទាំងអស់ដែលបានដាក់ជូនគឺចាំការផ្អែកលើមហាជនមួយទៀតដោយក្រៅសាលាវិញនេះគឺជាហៅថាជាមេឃមួយដ៏ធំដែលមានគ្រប់សមាសភាពចូលរួមយើងមិនអាចភ្លេចគុណបំណាច់របស់សិល្បករអ្នកនិពន្ធផលិតករឧទាហរណ៍ខាង Sunday ពេលណាដល់ក៏គាត់រំលឹកថាសូមប្រឆាំងអំពើពុករលួយដោយចាប់ផ្ដើមពីខ្លួនឯងនេះជាហើយកាយវិការមួយដែលយើងខ្ញុំមានការគោរពមិនអាចបំភ្លេចបានសិល្បករផ្សេងសម្ដីគាត់មួយម៉ាត់យើងខ្ញុំជឿជាក់ថាវាជ្រាបចូលក្នុងបេះដូងអ្នកផលិតករអ្នកផលិត sport អ្នកផលិតអត្ថបទអ្នកសារព័ត៌មានរហូតទៅដល់អ្នក Facebook ដែលស្រឡាញ់ការពិតដែលស្រឡាញ់នៅហៅថាការរីចម្រើនសង្គមក៏សិតតែបានចូលរួមយ៉ាងសកម្មមិនអាចខ្វះអ្នកអស់នឹងបានទេនេះក៏ជាការអប់រំមួយទលំទលាយប្រសិទ្ធភាពក៏ច្រើនភ្លាមហើយយូរអង្វែងក៏មានហើយឆ្លងតាមការភ្លៀងសាច់ពេញផ្ទៃមេឃរបស់យើងនឹងហើយដែលធ្វើឲ្យអ្វីរុក្ខជាតិដែលដោះឡើងគឺជាគុណភាពនេះឯងឧបត្ថម្ភដោយគម្រោងដីឡូសរិនភូមិអភិវឌ្ឍស្របតាមបទដ្ឋាននគរូបនីយកម្មនិងស្ថាបត្យកម្មបែបអេកូបៃតង